អនុវិប្រ័យខ្ពស់មេរៀនទី8សេចក្តីព្យាយាមអំណានទី1ព្រះអាទិត្យរហើយចម្លើយសំណួរក្នុងសៀវភៅទំព័រ152អត្ថបទនេះជាប្រភេទអត្ថបទល្ខោនព្រោះមានរីឈ្មោះតួអង្គនៅម្ខាងនិងមានសម្ដីសន្ទនារបស់តួអង្គនៅម្ខាងទៀត2បានជាក្នុងវត្តនេះមានប្រើពាក្យថាឆាកហើយមានបញ្ជីរីឈ្មោះតួអង្គដូចនេះព្រោះអត្ថបទនេះជាអត្ថបទល្ខោន3តួអង្គក្នុងរឿងនេះមានតួអង្គកែកលោកគីអ្នកស្រទុំតួអង្គក្រងលោករតនាងផប់តួអង្គបន្ទាប់បន្សំនាយអឿនពូចិត្តលោកចិន4ការមិនចុះសម្រុងគ្នារវាងលោកគីនិងអ្នកស្រទុំគឺបណ្ដាលមកពីការមិនយល់ចិត្តគ្នារវាងប្តីប្រពន្ធទាំងពីរនាក់លោកគីផឹកស្រាព្រោះចោទថាអ្នកស្រទុំមិនយល់ចិត្តចំណែកឯអ្នកស្រទុំខឹងនឹងលោកគីព្រោះលោកគីចូលចិត្តផឹកស្រាត្រូវប៉ូលីសចាប់ចូលប៉ុស្តិ៍5អ្នកចូលរួមជួយសម្រុះសម្រួលគ្រួសារលោកគីនិងអ្នកស្រទុំមានលោករតនាយអឿនលោកចិននិងនាងផប់លទ្ធផលដំបូងមិនទាន់ទទួលផលវិជ្ជមាន6នៅទីបំផុតគ្រួសារលោកគីនិងអ្នកស្រទុំទទួលបានសុភមង្គលដូចគេឯងដែរដោយសារការខិតខំខ្នះខ្នែងសម្របសម្រួលពីតួអង្គកតេទៀតពិសេសកូនស្រីគឺនាងផប់និងការយល់ចិត្តគ្នាពីសំណាក់តួអង្គជាគូវិវាទនឹងគ្នាគឺលោកគីនិងអ្នកស្រទុំ7ស្រង់ពាក្យជានាមគុណនាមនិងកិរិយាដាក់តាមក្រុមឲ្យបាន5ពាក្យក្នុងមួយប្រភេទនាមលោកគីអ្នកស្រទុំប្រពន្ធវត្តប៉ូលីសស្រាគុណនាមផ្អែមល្ហែមងាយល្អថ្មីត្រចះកិរិយារៀបផឹកងាកដើរច្រៀង